ប្រខែមិនតន200ខ្ញុំជាកូនអ្នកស្រែរៀនចប់ថ្នាក់ទី12ក៏ស្ពីកាបូបមួយមករៀនបន្តិតនៅភ្នំពេញពេលថ្ងៃខំរៀនពេលល្ងាចរត់ធ្វើការតាមហាងកាហ្វេម្ដងលេងចានម្ដងនឹកគុយទាវជូនភ្ញៀវដើម្បីរកលុយបងថ្លៃបន្ទុកនិងចិញ្ចឹមខ្លួនឯងខ្ញុំក្រមែនតែខ្ញុំក៏មានបេះដូងដូចគេដែរថ្ងៃមួយខ្ញុំប្រមូលភាពក្លាហានទាំងអស់ទៅសារភាពថាខ្ញុំស្រឡាញ់នាងតែនាងសួរខ្ញុំតែមួយម៉ាត់ថាប្រខែវងប៉ុន្មានបើមិនតន់លើ500ទេគុំតន់ចង់មានស្នេហាពុទ្ធធើយប្រខែខ្ញុំមិនតន់បាន200ផងខ្ញុំខ្មាស់នាងណាស់ខ្មាស់ដល់ថ្នាក់ដើរចេញដោយមិនទាំងបាននិយាយពាក្យលាខ្ញុំជាកូនអ្នកស្រែមករៀននៅទីក្រុងស្ពាយក្ដីសង្ឃឹមធំបេះដូងនៅទទេព្រឹកជល់ថ្នាក់រៀនល្ងាចរត់បំរើគេអស់កម្លាំងទុនទេតែមិនហ៊ានឈប់ខំដងលុកកាវេដងលើកចានគុយទាវញើហូរជោគអាវដើម្បីបន្តសិក្សាលុយបន្តិចបានទួយទុកទិញបាយមួយពេលណាទោះជីវិតវេទនាខ្ញុំនៅតែស៊ូទ្រាំទោះខ្លួនខ្ញុំត្រក្រៃក៏មិនចាត់ស្មោះមួយលួយស្រឡាញ់ស្រីមួយហើយហ៊ានប្រាប់ត្រង់មិនសុំលុយមៀប្រាក់មិនសុំឲ្យនាងថ្នមសុំតែចិត្តមួយចំយល់ចិត្តនាងតស៊ូនាងសួរថាប្រខែវងប៉ុន្មានសុំនោះខ្លីប៉ុន្មានធ្វើខ្ញុំឈឺស្ទើរស្លាប់បើមិនតន់500កុំតន់មកប្រាប់កុំតន់ចង់រករឿងស្នេហាជាមួយអូនមុតធោយខ្ញុំមិនតន់200ឬហើយចាត់ខ្ញុំព្រួយចង់ស្រកទឹកណែជូនខ្មាស់នាងពេកម៉ាស់ដើរចេញទាំងចិត្តសូនមិនបានលាស្ងួនមិនបានសុំទោសតាមភ្លឺភ្នំពេញនៅមនុស្សច្រើនដោយឆ្លងកាត់ខ្ញុំដើរតែម្នាក់ឯងបេះដូងបែកបាក់សំឡឹមក្រដាប្រាក់តែនឹងសល់ក្នុងហៅបាញ់ស្តាំងស្រួយសំបីតែងទេមួយក៏ត្រូវទុកទិញបាយខ្ញុំមិនខឹងនាងទេឌីមប្រោះឲ្យខ្លាចលំបាកខ្លាចគ្រោះជាមួយអ្នកក្រខ្វះប្រាក់ខ្វះសំណាងតែសំដីមួយម៉ាត់ដឹកកម្មមិនកាត់កាន់ដាល់កាប់ដីស្រមៃក្មេងស្រាយឲ្យបាត់ក្នុងរាត្រីខ្ញុំបោរៀនយកចំណេះមិនមែនមកសុំទានមិនមានប្រាក់រាប់ពាន់តែមានដៃខំប្រឹងថ្ងៃនេះខ្ញុំនៅក្រតែថ្ងៃក្រោយមិនដឹងមិននោះខំមិនឈប់ប្រឹងគង់មានថ្ងៃបានលោនាងសួរថាប្រខែបងប៉ុន្មានសុំនោះខៃប៉ុន្មានធ្វើខ្ញុំឈឺស្ទើរស្លាប់បើមិនតន់500កុំតន់មកប្រាប់កុំតន់ចង់រាប់រឿងស្នេហាជាមួយអូនគាត់ធោយខ្ញុំមិនតន់200ឬហើយចាត់ខ្ញុំព្រួយចង់ស្រោបទឹកភ្នែកជូនខ្មាស់នាងបេកណាស់ដើរចេញទាំងចិត្តសូនមិនបានលាស្នួន